ជាធម្មតាកូនពៅតែងតែកំងម្ហូបច្រើនជាងគេតែថ្ងៃនេះកូនទី3ខ្ញុំគាត់នៅផ្ទះគាត់កំងម្ហូបម្ដងគាត់ថាខានហូបស៊ូស៊ីយូហើយតាំងក៏ពិតខ្ញុំខានធ្វើប្រហែលជាមួយខែមែនបងប្អូនធ្លាប់មើលវីដេអូខ្ញុំហើយខ្ញុំក៏មកតាមទំនោរពួកគាត់ទៅហើយក៏មានបងប្អូនគាត់ទួខ្ញុំថាដាំបាយធ្វើម៉េចទើបយើងខ្ចប់ស៊ូស៊ីហ្នឹងឲ្យទៅថាអង្គពីទុនឆ្ងាញ់អញ្ចឹងណាបងប្អូនដាំបាយបងប្អូនលាយជាមួយអង្គតំណើបទើបឆ្ងាញ់អង្គតំណើបមួយចានអង្គផ្សាយយើងមួយចានទៅយើងដាំបែបនេះវាធ្វើឲ្យបាយយើងល្មួតឆ្ងាញ់បងប្អូនដឹងហើយអង្គតំណើបវាល្មួតតែអញ្ចឹងយើងលាយជាមួយអង្គផ្សាយទៅវាកាន់តែឆ្ងាញ់ណាយើងដាក់បាយដាំចោលទៅយើងមកហាន់បន្លែបងប្អូនដាក់តាមការចូលចិត្តហើយនេះជាជ្រក់ឆៃថាវជ្រក់ឆៃថាវបងប្អូនអ្នកនៅអូស្ត្រាលីបងប្អូនរកទិញបានគ្រប់ហាងចាប់រួយអាស៊ីឬហាងបារាំងមានលក់ដូចគ្នាបងប្អូនឆៃថាវហ្នឹងគឺផុសចិនទេតែឆ្ងាញ់ជាងផុសកូរ៉េទៀតឥឡូវយើងមកប្រឡាក់សាច់មាន់ម្ដងសាច់មាន់បងប្អូនហាន់ជាតសៃវែងតិចមកប៉ិនមេជើងមកបងប្អូនហើយមិញខ្ញុំដាក់រ៉ូឌីមួយម្សៅស៊ុបខ្នុរមួយស្លាបព្រាកាហ្វេហើយក៏ខ្ញុំដាក់ម្សៅម្ទេសផងដែរហើយជាម្សៅឆាឬម្សៅពោតឬក៏ម្សៅបំពងស្រួយបងប្អូនប្រើបានទាំងអស់ any start បងប្អូនអាចប្រើបានឬក៏ any flour ហើយយើងសបល់ចូលគ្នាល្អដាក់ទឹកតិចបានណាមិញខ្ញុំដាក់ទឹកជ្រុលទឹកថែមម្សៅទៀតណាបងប្អូនច្បល់សាច់និងម្សៅនៅបានតបល្អហើយបានយើងយកប្រឡាក់ជាមួយកតិចនំប៉័ងមិញខ្ញុំបង្ហាញស្បោងបងប្អូនមើលហើយបងប្អូនគាត់អ្នកធ្លាប់បំពងសាច់បងប្អូនប្រកាសស្គាល់ហើយបងប្អូនទិញមកអីក៏បានដែរតែនេះខ្ញុំប្រើគេដាក់មានជាតិហឹរខ្ញុំទិញមកកញ្ចប់តូចទេខ្ញុំខ្លាចហឹរពេកតែហឹរមែនបងប្អូនតែកូនខ្ញុំថាហឹរឆ្ងាញ់គាត់ចង់បានហឹរណាតែខ្ញុំទៅទិញកញ្ចប់តូចទៅខ្ញុំអត់ទិញកញ្ចប់ធំទេខ្ញុំសាកល្បងមើលសិនធម្មតាខ្ញុំទិញកតិចហ្នឹងកតិចនំប៉័ងហ្នឹងខ្ញុំទិញឲ្យកញ្ចប់ធំទិញហាងអាស៊ីវាមានកញ្ចប់ធំណាចាប់ធំវាចំណេញជាកញ្ចប់តូចតម្លៃវាបងប្អូនដឹងហើយនៅស្រុកអូស្ត្រាលីបើយើងទិញកញ្ចប់ធំវាចំណេញជាងឲ្យយើងទិញតិចណាហើយបងប្អូនពេលបំពងហ្នឹងបងប្អូនកុំបើកភ្លើងខ្លាំងពេកបងប្អូនបើកភ្លើង medium បានហើយ medium heat ណាបើយើងបើកភ្លើងខ្លាំងពេកពេលយើងបំពងសាច់បំពងអីជាមួយកតិចនំប៉័ងវាខ្លោចតែខាងក្រៅបងប្អូនអញ្ចឹងសាច់យើងវាអត់ឆ្អិនណាដល់អញ្ចឹងយើងកុំប្រើភ្លើងខ្លាំងពេកសាច់មិញហ្នឹងខ្ញុំប្រើសាច់កន្លះគីឡូបងប្អូនសាច់ហ្នឹងបងប្អូនកុំប្រឡាក់ដាក់គ្រឿងទេសដិតពេកបងប្អូនដាក់បន្តិចបានបងប្អូនអត់មានរ៉ូឌីបងប្អូនប្រឡាក់ដាក់អំបិលបន្តិចឬក៏ថែមប៊ីចេងឬស្ករតិចតាមការចូលចិត្តណាតែកុំដាក់ជាតិដិតពេកព្រោះម្សៅវាមានជាតិប្រៃឬក៏នេះស្រាប់ហើយណាបងប្អូនយើងកុំដាក់គ្រឿងទេសដិតពេកល្មមបានហើយយើងដាក់ដាំបាយចោលហើយបានយើងមកបំពងសាច់បំពងអីទៅឥឡូវសាច់យើងឆ្អិនហើយនេះជាលើកទី1ហើយបានខ្ញុំដាក់លើកទី2បំពងទៀតហើយយើងទៅមើលបាយធ្វើបែបនេះទៅពេលវេលាវាគ្រប់គ្រាន់បងប្អូនតែយើងអត់បែងចែកពេលវេលាល្អយើងធ្វើការអីក៏អត់បានដែរបងប្អូនយឺតមែនតែនខ្ញុំស្រង់លើកទី1ហើយខ្ញុំដាក់ទី2នៅបំពងចោលទៅបានខ្ញុំមកដួសបាយខ្ញុំបាយបងប្អូនយកចានឬថាសធំតិចមកយើងដួសដាក់ឲ្យក្នុងចានហ្នឹងឲ្យវារាងត្រជាក់ណាហើយនេះជាទឹកខ្មេះដែលខ្ញុំយកមកធ្វើស៊ូស៊ីបងប្អូនប្រើម៉ាក់អីក៏បានដែរពីម៉ាក់ហ្នឹងតែភាគច្រើនខ្ញុំប្រើម៉ាក់នេះជាងល្អជាងបងប្អូនវាឆ្ងាញ់ម៉ាក់ហ្នឹងណាហើយក៏មានម្សៅទឹកខ្មេះផងដែរតែម្សៅទឹកខ្មេះអត់ឆ្ងាញ់ទេបងប្អូនវាជូរពេកវាអត់មានជាតិផ្អែមណាបើយើងប្រើទឹកខ្មេះដបនេះវាឆ្ងាញ់ជាងម្សៅទឹកខ្មេះទឹកខ្មេះដបវាមានរសជាតិផ្អែមតិចបងប្អូនទៅវាវិចស៊ូស៊ីទៅវាឆ្ងាញ់ហើយយើងចាក់ទឹកខ្មេះរួចហើយយើងសបល់ឲ្យបានតប់ល្អទៅទឹកខ្មេះមិញខ្ញុំដាក់4ស្លាបព្រាបាយមើលទំហំបាយរបស់បងប្អូនណាបងប្អូនចាក់មើលទៅបងប្អូនភ្លក់មើលរសជាតិដែលបងប្អូនចូលចិត្តទៅល្មមតែបងប្អូនចូលចិត្តហើយជាការស្រេចបងប្អូនយើងទុកបាយមួយតម្លៃទៅហើយនេះជាជីឆាយដែលខ្ញុំប្រើម៉ាក់ហ្នឹងបងប្អូនម៉ាក់ហ្នឹងវាឆ្ងាញ់វាស្រួយឆ្ងាញ់វាអត់ស្វិតណាបងប្អូនកុំយករាងខ្មៅខ្មៅហ្នឹងក៏ជីឆាយស្វិតមែនទែនបងប្អូនអត់ឆ្ងាញ់ទេពេលយើងវិចស៊ូស៊ីហើយយើងខាំទៅស្វិតណាបងប្អូនស្វិតដូចកស៊ូអញ្ចឹងម៉ាក់នេះឆ្ងាញ់ម៉ាក់នេះគេប្រើច្រើនខ្ញុំចូលចិត្តប្រើម៉ាក់ហ្នឹងដែរតែបើបងប្អូនចូលចិត្តរាងស្វិតបងប្អូនទិញតាមការចូលចិត្តតែខ្ញុំក៏រិចខមមិនថាម៉ាក់នេះល្អប្រើខ្ញុំប្រើតែម៉ាក់ហ្នឹងឯងបងប្អូនឥឡូវវាមានកញ្ចប់ធំទិញកញ្ចប់ធំចំណេញជាកញ្ចប់តូចអីក៏ដោយអាធំចំណេញជាងអាតូចហើយបងប្អូនខ្ចប់ទៀតមកហើយប្រាប់ថាយើងខ្ចប់ហ្នឹងលើប្រដាប់កម្រាលវាហ្នឹងបងប្អូនយកស្បោងផ្លាស្ទិកអីជ្រក់ចេះមកពេលយើងខ្ចប់
វិចស៊ូស៊ីហ្នឹងវាអត់ប្រឡាក់បាយអញ្ចឹងណាយើងមិនបាច់លាងបាច់អីចឹងទៅយើងចំណេញពេលវេលាហើយបាយបងប្អូនវែកស្ដើងចេះមកហើយយើងដាក់បន្លែតាមការចូលចិត្តទៅហើយការ៉ុតខ្ញុំជាក់ប្រាប់បងប្អូនការ៉ុតបងប្អូនត្រូវយកឆាជាមួយខ្លាញ់ហើយដាក់អំបិលតិចៗទៅឲ្យវាទន់ទៅយើងវិចស៊ូស៊ីហ្នឹងហូបទៅវាឆ្ងាញ់បើយើងដាក់ការ៉ុតឆាវចឹងអត់ឆ្ងាញ់ទេវាកពុលអញ្ចឹងណាតែបើបងប្អូនចូលចិត្តដាក់តាមបងប្អូនចូលចិត្តទៅស្រាយនេះល្អមែនទែនជីឆាយនេះណាគឺអត់ស្គាល់ទេបងប្អូនពួកខ្ញុំប្រាប់ពួកម៉ាក់ខ្ញុំដែរថ្ងៃមុនខ្ញុំទិញឲ្យគាត់មកប្រទះទៅរួចរាល់បងប្អូនរួចអំពេលទៀតយើងមិនបាច់ធ្វើម្ហូបទេយើងហូបចឹងហើយខ្ញុំមានទឹកស៊ីអ៊ីវជប៉ុនដែលខ្ញុំចេះធ្លាប់ប្រើយកជ្រលក់មួយបាយទៅជាការស្រេចចាស់បងប្អូនអូខេអរគុណបងប្អូនទាំងអស់